បាទសួស្តីបងបាទនេះរបៀបបាញ់ទឹកថ្នាំពពួកក្នុងអាយ X បាទហុង330បាទក្នុងប្រព័ន្ធតយូដែលយើងកែច្នៃបំពាក់កំប៉ុងពីខាងក្រៅអញ្ចឹងរបៀបបាញ់បាទត្រូវជំនុំស្តង់ដារបច្ចេកទេសក្នុងការកែច្នៃរបស់យើងបាទយើងដកចេញមកបាទហើយក្របវាយូរបស់វាយើងដកវាចេញបាទចេញពីខាត់ត្រិចវាហែកមកខាងក្នុងដកមកដាក់មានកណាត់ក្របបាទក្របអញ្ចឹងហើយបាទយើងមានបាទស្រាំងនេះមួយមកបាទហើយជាមួយនឹងកណាត់ជូតមាត់បាទបើសិនជាពណ៌ណាដែលដាច់អញ្ចឹងយើងបាញ់ទៅលើពណ៌នោះមកឧទាហរណ៍ពណ៌ខ្មៅបាទអញ្ចឹងពណ៌ខ្មៅគឺដាច់យើងដាក់ចូលនឹងមកបាញ់វាតិចបាញ់ឲ្យទឹកថ្នាំរត់តាមទៅយូរនេះមកបាទរត់ទៅហើយបាទអញពីមកមុំតិចបើបខំវាខ្លាំងពេកបាទបាញ់តម្លើងវារហូតបាទឲ្យអស់នេះជាតិប្រពុះបាទអញ្ចឹងមកយកកណាត់ប្រដិតវាតិចបន្តមកយើងសកត់បាញ់វាម្ដងទៀតបាទនេះបាទយើងសកត់បាញ់វាម្ដងទៀតមកនេះដោយសារតែដៃខ្ញុំមកយីហៀងកាន់កាមេរ៉ាបាទមកយីហៀងទៅបាញ់អញ្ចឹងធ្វើអត់ធ្វើ smooth បាទបើសិនជាបងប្អូនបាទចង់ធ្វើបែបហ្នឹងអញ្ចឹងគឺមានតែស្រាងមួយហើយនឹងក្រាស់ជូនមាត់យើងមកយើងគ្រាន់តែដក carry ដកភ្លើងវាឲ្យ carry រត់ចំកណ្ដាលយើងដោះបាទខាត់ត្រីក្របរបស់វាតម្លាក់មកក្របមកអញ្ចឹងយើងចាក់ទឹកថ្នាំកន្លែងពេញមកយើងដកគ្នាអស់គឺយើងអាចធ្វើការបាញ់ដោយខ្លួនឯងបានអញ្ចឹងអត់ចាំបាច់ដាក់មួយជាងទេបងជាងបាញ់មកបាញ់ពេញវាឲ្យបាទពេញក្របអស់មកបាទនេះដោយសារតែវាដាច់ទៅវាចូលខ្យល់កាលណាចូលខ្យល់ទៅគឺមានប្រពុះនេះបាញ់អានេះកន្លែងផ្ទុកទឹកថ្នាំមកវាគឺបាញ់មកឡើងពេញមកគឺទឹកថ្នាំហូរចូលពុះបាទបាញ់អញ្ចឹងមកគ្រប់ពណ៌បាទដែលយើងត្រូវធ្វើបើសិនជាពណ៌ណាដាច់បាទអញ្ចឹងយើងបាញ់ចូលវាឲ្យគ្រប់បាទចំនួន container របស់វាបាទចំនួនទឹកថ្នាំរបស់វានៅក្នុងពុះរបស់វាបាទនេះវីដេអូខ្លីប៉ុណ្ណឹងបងបាទអញ្ចឹងរាល់ទឹកថ្នាំទាំងអស់បើសិនតែដាច់អញ្ចឹងរាល់ពេលដាច់គឺបងអាចបាញ់នៅខ្លួនឯងបានណាបងបាទអរគុណច្រើនបង